សួស្តីជំរាបសួរបងប្អូនជាទីគោរពនិងជាទីស្រឡាញ់រាប់អានទាំងអស់គ្នាកុំភ្លេចជួយធ្វើការ share និង follow ម្នាក់មួយផងដែរបាទអាហារមើលទៅបែបសាមញ្ញធម្មតាក៏ប៉ុន្តែសម្បូរទៅដោយប្រូតេអ៊ីនវីតាមីនជាច្រើនមុខដូចជាមានពងមាន់ចំហុយចំនួន2គ្រាប់មានផ្លែបឺមានដំឡូងចំហុយនិងទឹកដោះគោស្រស់1កែវវាសុទ្ធសឹងតែជាអាហារមួយដែលផ្ដល់ថាមពលនៅពេលព្រឹកព្រលឹមទទួលបាននៅសេចក្តីរាងកាយទទួលបានភាពមាំទាំនិងសាច់ដុំយើងនឹងជួយសម្រួលដល់ប្រព័ន្ធឈាមរត់របស់បេះដូងបន្ថែមថាមពលនិងជំនួយខួរក្បាលការពារក្នុងការទប់ស្កាត់ការពារគាំងបេះដូងនិងដាច់ប្រស័យឈាមខួរក្បាលរបស់បងប្អូនទាំងអស់គ្នាកុំមើលងាយជាមួយនឹងអាហារបែបសាមញ្ញក៏ប៉ុន្តែទទួលបាននៅថាមពលនិងសុខភាពល្អនិងបន្តអាយុជីវិតរបស់អស់លោកអ្នកទៅលើចានអាហាររបស់អ្នកផងដែរការរៀបចំចានអាហាររបស់អ្នកគឺជាឱសថទិព្វសម្រាប់ក្នុងការជួសជុលប្រព័ន្ធរំលាយអាហាររបស់អស់លោកស្រីនាងកញ្ញាទាំងអស់ជាទីគោរពនិងជាទីស្រឡាញ់រាប់អានទាំងអស់គ្នាកុំភ្លេចសាកល្បងធ្វើក្នុងការទទួលទានអាហារបែបសាមញ្ញតែមានគុណភាពនិងគុណប្រយោជន៍ទៅដល់ប្រព័ន្ធរាងកាយរបស់អស់លោកស្រីនាងកញ្ញាជាទាំងអស់ផងដែរបាទថ្ងៃនេះផងដែរគឺយើងមានធ្វើការចែករំលែកតែប៉ុណ្ណឹងបើសិនជាមានការនិយាយទៅលឹះលួសនៅខុសត្រង់ពាក្យសម្ដីណាមួយសូមខន្តីអភ័យទោសផងដែរសូមជូនពរឲ្យបងប្អូនទូទាំងប្រទេសនិងទូទាំងពិភពលោកទទួលបាននៅសុខភាពល្អនិងអាយុវែងគ្រប់គ្នាផងដែរបាទព័ត៌មានលម្អិតទាំងអស់នេះគ្រាន់តែជារូបភាពបង្ហាញអំពីអាហារពេលព្រឹកធម្មតាតែប៉ុណ្ណោះការដែលយើងទទួលទានអាហារបែបដែលចំគោលដៅដែលខ្ញុំបានធ្វើការបកស្រាយជាមួយនឹងវីដេអូក្នុងការហាត់ប្រាណកន្លងមកនេះការរៀបចំចានអាហារវាជាចំណែកតភ្ជាប់ជាមួយនឹងការហាត់ប្រាណហើយអ្វីដែលសំខាន់បំផុតគឺជាពេលវេលាក្នុងការដែលយើងទទួលទានអាហារផាន់អស់លោកស្រីផងដែរបាទអញ្ចឹងមានតែប៉ុណ្ណឹងអរគុណច្រើនជម្រាបលាបងប្អូនទាំងអស់គ្នាផងដែរបាទសួស្តីជំរាបសួរបងប្អូនជាទីគោរពនិងជាទីស្រឡាញ់រាប់អានទាំងអស់គ្នាកុំភ្លេចជួយធ្វើការ share និង follow ម្នាក់មួយផងដែរបាទអាហារមើលទៅបែបសាមញ្ញធម្មតាក៏ប៉ុន្តែសម្បូរទៅដោយប្រូតេអ៊ីនវីតាមីនជាច្រើនមុខដូចជាមានពងមាន់ចំហុយចំនួន2គ្រាប់មានផ្លែបឺមានដំឡូងចំហុយនិងទឹកដោះគោស្រស់1កែវវាសុទ្ធសឹងតែជាអាហារមួយដែលផ្ដល់ថាមពលនៅពេលព្រឹកព្រលឹមទទួលបាននៅសេចក្តីរាងកាយទទួលបានភាពមាំទាំនិងសាច់ដុំយើងនឹងជួយសម្រួលដល់ប្រព័ន្ធឈាមរត់របស់បេះដូងបន្ថែមថាមពលនិងជំនួយខួរក្បាលការពារក្នុងការទប់ស្កាត់ការពារគាំងបេះដូងនិងដាច់ប្រស័យឈាមខួរក្បាលរបស់បងប្អូនទាំងអស់គ្នាកុំមើលងាយជាមួយនឹងអាហារបែបសាមញ្ញក៏ប៉ុន្តែទទួលបាននៅថាមពលនិងសុខភាពល្អនិងបន្តអាយុជីវិតរបស់អស់លោកអ្នកទៅលើចានអាហាររបស់អ្នកផងដែរការរៀបចំចានអាហាររបស់អ្នកគឺជាឱសថទិព្វសម្រាប់ក្នុងការជួសជុលប្រព័ន្ធរំលាយអាហាររបស់អស់លោកស្រីនាងកញ្ញាទាំងអស់ជាទីគោរពនិងជាទីស្រឡាញ់រាប់អានទាំងអស់គ្នាកុំភ្លេចសាកល្បងធ្វើក្នុងការទទួលទានអាហារបែបសាមញ្ញតែមានគុណភាពនិងគុណប្រយោជន៍ទៅដល់ប្រព័ន្ធរាងកាយរបស់អស់លោកស្រីនាងកញ្ញាជាទាំងអស់ផងដែរបាទថ្ងៃនេះផងដែរគឺយើងមានធ្វើការចែករំលែកតែប៉ុណ្ណឹងបើសិនជាមានការនិយាយទៅលឹះលួសនៅខុសត្រង់ពាក្យសម្ដីណាមួយសូមខន្តីអភ័យទោសផងដែរសូមជូនពរឲ្យបងប្អូនទូទាំងប្រទេសនិងទូទាំងពិភពលោកទទួលបាននៅសុខភាពល្អនិងអាយុវែងគ្រប់គ្នាផងដែរបាទព័ត៌មានលម្អិតទាំងអស់នេះគ្រាន់តែជារូបភាពបង្ហាញអំពីអាហារពេលព្រឹកធម្មតាតែប៉ុណ្ណោះការដែលយើងទទួលទានអាហារបែបដែលចំគោលដៅដែលខ្ញុំបានធ្វើការបកស្រាយជាមួយនឹងវីដេអូក្នុងការហាត់ប្រាណកន្លងមកនេះការរៀបចំចានអាហារវាជាចំណែកតភ្ជាប់ជាមួយនឹងការហាត់ប្រាណហើយអ្វីដែលសំខាន់បំផុតគឺជាពេលវេលាក្នុងការដែលយើងទទួលទានអាហារផាន់អស់លោកស្រីផងដែរបាទអញ្ចឹងមានតែប៉ុណ្ណឹងអរគុណច្រើនជម្រាបលាបងប្អូនទាំងអស់គ្នាផងដែរបាទ